ដែលចូលចិត្តញ៉ាំអ្វីក៏ផ្អែមប្រឈមនឹងជំងឺទាំងនេះបញ្ហាសុខភាព3យ៉ាងដែលនឹងងាយកើតមានលើអ្នកដែលចូលចិត្តទទួលទានផ្អែម1ជំងឺទឹកនោមផ្អែមប្រភេទទី2ការកើនឡើងនៅកម្រិតជាតិស្ករខ្ពស់ក្នុងឈាមគឺជាកត្តាចម្បងដែលបង្កហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី2ហើយការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយជាតិស្ករច្រើនគឺជាមូលហេតុទូទៅបំផុតមួយដែលបង្កបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់ប្រសិនបើអ្នកមានម្ដាយឬឪពុកជាអ្នកជំងឺទឹកនោមផ្អែមទៀតនោះហានិភ័យគឺកាន់តែខ្ពស់2ឡើងមុនលើស្បែកអាហារដែលមានផ្ទុកជាតិស្ករបន្ថែមអាចបណ្ដាលឲ្យកម្រិតនៃអាំងស៊ុយលីនកើនឡើងភ្លាមនៅពេលដែលក្លួយកោសចូលក្នុងឈាមវានឹងបង្កើតដំណើរការស្មុគស្មាញជាបន្តបន្ទាប់ក្នុងរាងកាយដែលបង្កការរលាកនិងបញ្ហាស្បែកផ្សេងៗរួមទាំងការឡើងមុនលើសពីនេះទៅទៀតអាំងស៊ុយលីនបង្កើនភាពសកម្មនៃក្របពេញខ្លាញ់ទាំងអស់ក្នុងស្បែកព្រមទាំងដំណើរការនៃការរលាកផងដែរ3ជំងឺមហារីកបញ្ហាដ៏គួរឲ្យព្រួយបារម្ភខ្លាំងមួយទៀតគឺការទទួលទានផ្អែមឬជាតិស្ករច្រើនគឺជាហានិភ័យនៃជំងឺមហារីកនោះមានន័យថាការទទួលទានអាហារផ្អែមច្រើនពេកយូរទៅនឹងបណ្ដាលឲ្យអ្នកប្រឈមនឹងជំងឺមហារីកនៅថ្ងៃណាមួយជាតិផ្អែមនឹងបង្កើនទម្ងន់ហើយកោសិកាខ្លាញ់ហួសប្រមាណក្នុងរាងកាយនាំឲ្យមានការបញ្ចេញអរម៉ូនបង្កជាជំងឺមហារីក